បាទជម្រាបសួរពុកម៉ែបងប្អូនខ្ញុំបាទឈ្មោះវុធីជាកសិករចិញ្ចឹមទន្សាយថ្ងៃនេះខ្ញុំនឹងចែករំលែកពីមូលហេតុដែលនាំឲ្យខ្ញុំសម្រេចចិត្តក្នុងការចិញ្ចឹមទន្សាយគឺជាសត្វចិញ្ចឹមដែលនៅតាមបណ្ដាប្រទេសផ្សេងៗគេពេញនិយមចិញ្ចឹមណាប៉ុន្តែនៅប្រទេសយើងមានកសិករមួយចំនួនចាប់ផ្ដើមចិញ្ចឹមខ្លះៗហើយការចិញ្ចឹមសាយជាទូទៅនៅស្រុកយើងគេចិញ្ចឹមដើម្បីលក់កូនវាដើម្បីឲ្យអ្នកចិញ្ចឹមចាំផ្ទះគេចិញ្ចឹមតាមផ្ទះគេចិញ្ចឹមជាសត្វចិញ្ចឹមជា pet ណាហើយក៏នៅប្រទេសគេក៏គេចិញ្ចឹមទន្សាយសម្រាប់យកសាច់ដែរប៉ុន្តែស្រុកយើងមិនទាន់ពេញនិយមទេពាក់ព័ន្ធនឹងការចិញ្ចឹមទន្សាយយកសាច់នេះជាទូទៅទន្សាយជាសត្វងាយស្រួលចិញ្ចឹមដោយតម្រូវឲ្យយើងយល់ដឹងពីបច្ចេកទេសតិចតួចមួយចំនួនតែប៉ុណ្ណោះទន្សាយអាចប្រកាត់ពូជបាននៅអាយុចាប់ពី4ខែឡើងទៅយើងអាចប្រកាត់ពូជវាបានហើយមេមួយគឺអាចឲ្យកូនចាប់ពី5ក្បាលដល់10ក្បាលបើសិនជាយើងថែទាំបានល្អវាផ្ដល់កូនឲ្យបានច្រើនហើយមេរបស់វាចេះថែរក្សាកូនដោយខ្លួនឯងយើងអត់ចាំបាច់ពិបាកក្នុងការថែរក្សាកូនជំនួសវាទេនិយាយរួមយើងអត់ពិបាកដូចយើងចិញ្ចឹមជ្រូកចិញ្ចឹមសត្វផ្សេងទៀតទេចំណីទន្សាយជាទូទៅយើងត្រូវផ្ដល់ឲ្យវាមានពីរប្រភេទចំណីទី1គឺចំណីគ្រាប់ពីរោងចក្រឬក៏យើងផលិតខ្លួនឯងក៏បានដែរប៉ុន្តែយើងប្រើចំណីពីរោងចក្រក៏ល្អដែរហើយចំណីមួយទៀតដែលចាំបាច់ដែរនោះគឺស្មៅស្ងួតស្មៅដែលយើងយកទៅហាលឲ្យស្ងួតយើងដាក់ឲ្យវាស៊ីនឹងក៏ជាចំណីចាំបាច់របស់វាដែរក្រៅពីនោះគឺទឹកហើយការចិញ្ចឹមសាយសំខាន់ជាងគេមួយទៀតនឹងដើម្បីសុខភាពវាល្អគឺយើងត្រូវអនាម័យទ្រុងយើងត្រូវប្រកាសថាទ្រុងរបស់យើងហ្នឹងវាស្ងួតមិនសើមពពេចពបាច់ហើយមានខ្យល់ចេញចូលបានល្អมันមានក្លិនស្អុយពីលិមួកឬទឹកនោមរបស់វាអញ្ចឹងបើយើងរៀបចំអានឹងបានគឺសុខភាពទន្សាយនឹងល្អហើយបាទសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ចង់ចិញ្ចឹមទន្សាយអាច Subscribe Channel របស់ខ្ញុំបានហើយខ្ញុំនឹងបន្តចែករំលែកនៅបច្ចេកទេសងាយដើម្បីឲ្យបងប្អូនពុកម៉ែអាចចិញ្ចឹមទន្សាយបានជោគជ័យដូចខ្ញុំដែរសូមអរគុណ